ចឹងរថយន្តដឹករោងការហើយនឹងអ្នកដែលជិះនៅលើរថយន្តទាំងអស់ដែលជាអ្នកបម្រើអ្នករត់តុកហើយនឹងអ្នកចុងភៅអីទាំងអស់ហ្នឹងគឺមានទីលំនៅនៅឯកំពង់ចាមឯនេះទេមិនមែនជាអ្នកមណ្ឌលគិរីទេហុងគ្រីបាទអ្នកដែលទាំងនោះគឺគ្រាន់តែជាអ្នកដែលរស់នៅខេត្តកំពង់ចាមនោះឯនោះបាទហើយត្រូវបានគេជួលឲ្យមកចាធ្វើរោងការនិងបម្រើតុកធ្វើម្ហូបនៅមណ្ឌលគិរីបាទចាអញ្ចឹងបានជាអ្នកបើកបរគាត់មិនដឹងអំពីស្ថានភាពផ្លូវហើយមានចាផលប៉ះពាល់ក៏ដូចជាមានគ្រោះថ្នាក់បែបនេះកើតឡើងបើសិនជាអ្នកដែលរស់នៅមណ្ឌលគិរីតែម្ដងប្រហែលជាគាត់ដឹងអំពីស្ថានភាពផ្លូវអំពីបច្ចេកទេសយ៉ាងណាដែលត្រូវបើករថយន្តឡើងទួលមិនអញ្ចឹងហ៎ហុងគ្រីបាទចាបាទនៅកន្លែងកាត់ហេតុហ្នឹងដែរក៏មានរថយន្តហ្នឹងមួយចំនួនក៏មានការស្លាប់ហើយនឹងក្លាប់ជាច្រើនដងផងដែរបាទនៅលើភ្នំចំណុចភ្នំបាយឆៅនោះផងដែរបាទចាមានចំណោទខ្ពស់ខ្លាំងហើយភ្នំបាយឆៅហ្នឹងហើយផ្លូវក៏មិនល្អដែរបាទចំពោះនៅភ្នំបាយឆៅហ្នឹងរថយន្តហើយអ្នកដែលធ្វើផ្លូវខាងក្រុមហ៊ុនចិនក៏មានធ្វើផ្លូវដែលមិនតិចបន្តួចហើយក៏មិនទាន់ស្ថាបនានៅឡើយទេនៅតាមដងផ្លូវភ្នំបាយឆៅហ្នឹងបាទចាហើយទីមួយគឺមានថ្មតូចហើយនឹងមានភក់មានអីដល់ពេលឡើងភ្នំក៏អ្នកបើកបរអ្នកមកពីឆ្ងាយក៏អត់ទៅដឹងពីស្ថានភាពរបស់ផ្លូវចាហើយក៏បានក្រឡប់ឡានតែម្ដងបាទភ្នំបាយឆៅនេះស្ថិតនៅក្នុងក្រុងសែនមនោរម្យតែម្ដងឬក៏ស្រុកណាមួយនៅខេត្តមណ្ឌលគិរីបាទភ្នំបាយឆៅនេះគឺស្ថិតនៅក្នុងភូមិបូលុងតែនៅស្ថិតនៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីផងដែរបាទចាដែលចម្ងាយពីខេត្តទៅភ្នំបាយឆៅប្រមាណជាង10គីឡូជាងបាទចាអរគុណហុងគ្រីសម្រាប់សេចក្តីរាយការណ៍ព័ត៌មានព្រឹកនេះជម្រាបលាជូនពរសុខសប្បាយហុងគ្រីបាទសូមអរគុណបាទសូមជម្រាបលាចាឥឡូវនេះយើងជួបជាមួយលោកអៀនកំហឿនដែលជាអ្នករាយការណ៍ចេញពីខេត្តស្ទឹងត្រែងជាបន្តជម្រាបសួរលោកកំហឿនបាទជម្រាបសួរលោកវិធីករនិងបងស្រីវិធីករទាំងពីរបាទចាអរុនសួស្តីលោកកំហឿនចាយ៉ាងម៉េចហើយអញ្ជើញទៅដល់ស្ទឹងត្រែងតាំងពីថ្ងៃណាបន្ទាប់ពីមកចូលរួមសន្និបាតនៅក្រសួងចាបាទមកដល់ស្ទឹងត្រែងពីកាលពីថ្ងៃអាទិត្យអ្នកបងបាទចាអរគុណសុខសប្បាយទេលោកកំហឿនបាទសុខសប្បាយធម្មតាទេបងបាទចាអរគុណឥឡូវនេះសូមចេញធ្វើសេចក្តីរាយការណ៍ព័ត៌មានតែម្ដងចាបាទសូមជម្រាបជូនថាព័ត៌មានដែលជម្រាបជូនបងប្អូនទស្សនិកជនយើងនៅពេលនេះគឺបញ្ជាក់ពីខេត្តស្ទឹងត្រែងនេះបានរៀបចំបានសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល5ឆ្នាំអាណត្តិទី1របស់ក្រុមប្រឹក្សាខេត្តបាទចាបាទនៅក្នុងសន្និបាតនោះប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងលោកបានមានប្រសាសន៍ការរំលឹកដល់រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ត្រូវតែរួមគ្នាត្រួតពិនិត្យមើលសមិទ្ធផលនិងស្នាដៃដែលយើងសម្រេចបានហើយនឹងក៏ត្រូវពិនិត្យមើលនៅអ្វីដែលមិនទាន់សម្រេចបានផងដែរដើម្បីរៀងរកចំណុចខ្លាំងចំណុចខ្សោយនិងបញ្ហាប្រឈមផ្សេងៗទៀតហើយប្រមូលផ្ដុំយកបទពិសោធន៍នេះធ្វើការកែលម្អសម្រាំងនិងលើកទិសដៅសកម្មភាពអនុវត្តសម្រាប់ឆ្នាំ2014បន្តទៀតឲ្យមានប្រសិទ្ធភាពជាងឆ្នាំចាស់បាទហើយក្នុងសន្និបាតបូកសរុបការងារនៅថ្ងៃរយៈពេល2ថ្ងៃទី4និងថ្ងៃទី3និងថ្ងៃទី4នេះឯកឧត្តមហេងផាន់រឿងប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថានេះជាឱកាសមួយដែលឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផលនិងស្នាដៃធំដែលខេត្តស្ទឹងត្រែងយើងអនុវត្តបាននោះជាពិសេសគឺថាវិស័យដែលពាក់ព័ន្ធនោះគឺថាមានវិស័យកសិកម្មសាធារណការទេសចរសំណង់សុខាភិបាលនិងវិស័យអប់រំជាដើមហើយអ្វីដែលនៅសេសសល់គឺថារដ្ឋបាលខេត្តនឹងត្រូវតែសហការជាមួយមន្ទីរជំនាញផ្សេងៗទៀតដើម្បីអនុវត្តកិច្ចការនេះឲ្យបានល្អប្រសើរបម្រើដល់បងប្អូនប្រជាពលរដ្ឋជាមួយនេះឯកឧត្តមកុលសម្ព័ន្ធអភិបាលខេត្តស្ទឹងត្រែងលោកបានចាត់ទុកថាការអភិវឌ្ឍមិនអាចកំណត់ព្រំដែនបាននោះទេពីព្រោះការអភិវឌ្ឍនេះកាលណាយើងរៀបចំអភិវឌ្ឍអ្វីផ្សេងៗទៅមុខការសំណូមពររបស់ប្រជាពលរដ្ឋនិងសេចក្តីត្រូវការចេះតែមានការត្រូវការថ្មីបន្តទៀតឯកឧត្តមក៏មានប្រសាសន៍អះអាងថារដ្ឋបាលខេត្តនិងផ្នែកពាក់ព័ន្ធទាំងអស់បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីរៀបចំអភិវឌ្ឍនៅអ្វីដែលនៅសេសសល់ក្នុងឆ្នាំចាស់ហើយបន្តលើកទិសដៅអភិវឌ្ឍនៅកិច្ចការងារសំខាន់បន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាននៅក្នុងឆ្នាំថ្មីនេះជាពិសេសគឺក្នុង
ក្នុងអាណត្តិទី5របស់រាជរដ្ឋាភិបាលតែម្ដងបាទហើយសូមបញ្ជាក់ថានៅខេត្តស្ទឹងត្រែងយើងនេះមានប្រជាពលរដ្ឋរស់នៅជាង 25,000 នាក់ហើយជាង 25,961 គ្រួសារហើយបងប្អូនប្រជាពលរដ្ឋយើងដែលគ្រប់អាយុ18ឆ្នាំឡើងមានចំនួន7,410 នាក់ហើយនៅក្នុងនោះដែរគឺថាមានបងប្អូនប្រជាពលរដ្ឋធ្វើចំណាក់ស្រុកនោះមាន528នាក់ហើយក្នុងនោះមានស្របច្បាប់146នាក់ហើយមិនស្របច្បាប់ចំនួន381នាក់ផងដែរបាទហើយសូមបញ្ជាក់ផងដែរថានៅក្នុងខេត្តស្ទឹងត្រែងនេះការអភិវឌ្ឍធំដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅភូមិភាគឦសាននោះគឺថាបច្ចុប្បន្ននេះអាជ្ញាធរខេត្តបានរៀបចំស្ថាបនាឬច្រាំងទន្លេមេទុកច្រាំងកុំឲ្យបាក់ផ្លូវជាតិនៅតាមដងទន្លេមេគង្គហើយជាពិសេសគឺថាសមិទ្ធផលថ្មីគឺការស្ពានមេគង្គដែលកំពុងតែស្ថាបនាជិតរួចរាល់ហើយផងដែរនៅក្នុងឆ្នាំ2014នេះបាទចាអាឡូលោកកំហិនបាទបងចានៅក្នុងសន្និបាតនេះទិសដៅសំខាន់ដែលខេត្តបានដាក់នឹងត្រូវធ្វើអ្វីចានៅក្នុងអាណត្តិថ្មីនេះបាទសូមជំរាបផងដែរអំពីការងារដែលខេត្តបានរៀបចំសន្និបាតនេះគឺថាទិសដៅដែលសំខាន់តទៅមុខទៀតគឺថាក្រុមប្រឹក្សាខេត្តក៏ដូចជាអាជ្ញាធរខេត្តស្ទឹងត្រែងជាពិសេសគឺថាមានឯកឧត្តមកុលសំអល់អភិបាលខេត្តដែលកំពុងតែធ្វើការដឹកនាំនេះគឺលោកបានរៀបចំសំខាន់គឺអភិវឌ្ឍវិស័យកសិកម្មជាស្នូលទី1ហើយទី2គឺវិស័យទេសចរទី3គឺថាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តដើម្បីលើកស្ទួយទី1ដើម្បីលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលបច្ចុប្បន្នមានចំនួន 85% ដែលគាត់កំពុងធ្វើការងារបង្កបង្កើនផលវិស័យកសិកម្មហើយទី2នោះគឺថាវិស័យទេសចរគឺចាត់ទុកថាវិស័យនេះជាវិស័យឧស្សាហកម្មគ្មានផ្សែងដែលផ្ដល់ប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋយើងតាមរយៈភ្ញៀវទេសចរហូរចូលមកទស្សនានៅវិស័យទេសចរផ្សេងនៅតាមតំបន់រមណីយដ្ឋានហើយបងប្អូនប្រជាពលរដ្ឋយើងដែលគាត់រស់នៅតាមតំបន់នោះគាត់អាចកែច្នៃនៅផលិតផលផ្សេងលក់យកកម្រៃសម្រាប់ដោះស្រាយជីវភាពប្រចាំគ្រួសារផងដែរហើយទី3គឺថាវិស័យហេដ្ឋារចនាសម្ព័ន្ធនេះគឺថារៀបចំឲ្យមានផ្លូវទឹកភ្លើងនៅក្នុងទីក្រុងស្ទឹងត្រែងនេះឲ្យបានល្អប្រសើរដើម្បីអនុវត្តនៅទីក្រុងស្អាតតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជាការប្រឡងប្រណាំងទីក្រុងស្អាតធ្វើឲ្យគេហៅថាមានបរិស្ថានល្អសម្រាប់លើកកម្ពស់សុខភាពសាធារណៈបាទចាអរគុណលោកហ៊ឿនបាទនេះជាគោលដៅសំខាន់ដែលសន្និបាតយើងបានអនុម័តហើយក្រុមនឹងអនុវត្តនៅក្នុងអាណត្តិទី5ខាងមុខនេះបាទចាអរគុណបាទសូមអរគុណអ្នកបងនិងបងស្រីវិធីករទាំងអស់ហើយសូមជម្រាបលាដល់បងប្អូនទេសនិកជនយើងផងដែរបាទចាជម្រាបលាជូនពរសុខសប្បាយលោកកំហឿនបាទសូមអរគុណបាទចាទូរទស្សនិកជនជាទីមេត្រីឥឡូវនេះយើងសូមជួបអ្នកឆ្លើយឆ្លងរបស់យើងពីខេត្តមួយទៀតចាគឺខេត្តក្រចេះជម្រាបសួរលោកដានីនបាទជំរាបសួរបងស្រីអ្នកដីនិងបងស្រីកណិកាព្រមទាំងទស្សនិកជនដែលកំពុងតែតាមដានទស្សនាព័ត៌មានទូទៅក៏ពេលព្រឹកផងដែរបាទចាអរគុណលោកដានីនឥឡូវនេះសូមធ្វើសេចក្តីរាយការណ៍ព័ត៌មានតែម្ដងចាបាទចំពោះសេចក្តីរាយការណ៍ចេញពីខេត្តក្រចេះគាត់នេះគឺស្តីពីពិធីប្រកាសអនុក្រឹត្យស្តីពីការទទួលស្គាល់សមាជិកជ្រើសតាំងប្រធានពាណិជ្ជកម្មមណ្ឌលក្រចេះស្ទឹងត្រែងនិងរតនគិរីសម្រាប់អាណត្តិទី1លើកទី1នៅសន្តាគារហូមនីខេត្តក្រចេះរសៀលថ្ងៃទី2មិនិនាឆ្នាំ2014កន្លងទៅថ្មីនេះមានពិធីប្រកាសទទួលស្គាល់សមាជិកនិងប្រធានពាណិជ្ជកម្មថ្មីចំនួន15រូបសម្រាប់មណ្ឌលខេត្តក្រចេះស្ទឹងត្រែងនិងរតនគិរីក្នុងអាណត្តិទី1នេះបន្តមកក៏មានការអានសេចក្តីប្រកាសអនុក្រឹត្យទទួលស្គាល់លោកកែវសុធារិទ្ធជាប្រធានពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះនិងខេត្តស្ទឹងត្រែងសំទុកប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះស្ទឹងត្រែងនិងរតនគិរីសម្រាប់អាណត្តិទី1លើកទី1
និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងសមាជិក14រូបទៀតផងដែរបន្តមកលោកកៅវិជារិទ្ធដែលជាប្រធានសមាជិកពាណិជ្ជកម្មថ្មីបានឡើងបញ្ញាចិត្តនិងយកចូលនីតិភារកិច្ចដែលសភាពាណិជ្ជកម្មបានដាក់ជូនធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពមានភាពរីកចម្រើនក្នុងការងារគ្រប់គ្រងពាណិជ្ជកម្មមានប្រសាសន៍សំណេរសំណាលនិងផ្ដាំឆ្ញើអាដាមម៉ាសូរ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាការកើតឡើងនៅស្ថាប័នថ្មីនេះគឺជាការផ្ដល់នូវទំនុកចិត្តពីរដ្ឋាភិបាលក្រសួងពាណិជ្ជកម្មពីផ្នែកពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមចំណែកធ្វើការអភិវឌ្ឍភូមិភាគក៏ដូចជាអភិវឌ្ឍខេត្តទាំង3គឺខេត្តប្រជែកស្ទឹងត្រែងនិងស្រុកគណៈរីផងដែរដែលមានស្ថានភាពនិងសក្តានុពលសេដ្ឋកិច្ចកំពុងតែលូតលាស់យ៉ាងខ្លាំងលើវិស័យកសិកម្មនិងកសិឧស្សាហកម្មរ៉ែធម្មពលប្រព័ន្ធគមនាគមន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងអរូបវន្តឯកឧត្តមបានមានប្រសាសន៍បន្តទៀតថាក្រសួងពាណិជ្ជកម្មសំតុកឯកឧត្តមបានមានប្រសាសន៍បន្តថាបន្តពីយើងចង់ជាសភាពាណិជ្ជកម្មហើយយើងត្រូវមានទូនាទីនិងភារកិច្ចច្រើនត្រូវបំពេញការងារជាពិសេសត្រូវរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងក៏ដូចជាអន្តរជាតិបាទហើយអាដាមបានបន្តលើកឡើងទៀតថាបន្ទាប់ពីមានសង្កេតបានបញ្ចប់ទៅយើងនឹងអាចមានលំហសេដ្ឋកិច្ចជាមួយនឹងប្រទេសថៃមួយទៀតគឺដែលមាន4ប្រទេសគឺឡាវកម្ពុជាវៀតណាមដែលធ្វើឲ្យសម្រាប់សភាពាណិជ្ជកម្មប្រទេសស្ទឹងត្រែងរតនគិរីនឹងអាចមានសេដ្ឋកិច្ចលូតលាស់ជាលំដាប់បាទអាឡូលោកដានីនចាទូរទស្សនិកជនជាទីមេត្រីសូមអភ័យទោសផងដែរដោយសារតែប្រព័ន្ធទូរស័ព្ទមានភាពរអាក់រអួលដូច្នេះចាសម្រាប់សេចក្តីរាយការណ៍ព័ត៌មានពីខេត្តក្រចេះក៏សូមបញ្ចប់តែត្រឹមនេះចាទូរទស្សនិកជនជាទីមេត្រីដោយដែលយើងខ្ញុំបានជម្រាបជូនពីដើមកម្មវិធីក៏ដូចជាបន្តមកអំពីការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជានៅពេលបន្តិចទៀតនេះពីវេទិការាជរដ្ឋាភិបាលជាមួយនឹងវិស័យឯកជនលើកទី17ដែលនឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចាដើម្បីឲ្យសាធារណជនបានជ្រាបអំពីការសហការចាប់ដៃគ្នានិងជាដៃគូដ៏មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលជាមួយនឹងវិស័យឯកជននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដូច្នេះសូមទូរទស្សនិកជនរងចាំតាមដានទស្សនានៅពេលបន្តិចទៀតនេះដែលទូរទស្សន៍ជាតិកម្ពុជានឹងធ្វើការផ្សាយផ្ទាល់ជូននៅវេទិកាដ៏មានសារៈសំខាន់នេះហើយសម្រាប់កម្មវិធីតកព័ត៌មានពេលព្រឹករបស់យើងនៅក្នុងពេលនេះក៏សូមមកដល់ទីបញ្ចប់តែត្រឹមនេះសូមគោរពថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកហើយយើងខ្ញុំទាំងអស់គ្នាក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងដែលកើតមានឡើងដោយអចេតនានៅក្នុងការផ្សាយនេះដូច្នេះសម្រាប់យើងខ្ញុំទាំងអស់គ្នាក្នុងពេលនេះសូមអរគុណសូមជម្រាបលា